បាទជារៀបសួរបងប្អូនទាំងអស់គ្នាឥឡូវយើងចូលមកទស្សនាចំការក្រូចទាំងអស់គ្នាណាបងប្អូននេះជាចំការក្រូចដែលមានក្រូចប្រហែលជា50-60ដើមអញ្ចឹងយើងនឹងរៀបចំធ្វើការដាក់ជីវាណានៅក្នុងខែ10ដើម្បីបានទាញផ្លែមកណានេះផ្លែសាមុនណាហ្នឹងហើយហើយយើងនេះមានជីណាយើងធ្វើការដាក់ជីវាណាចឹងចំការក្រូចរបស់យើងមានប្រមាណដើមអញ្ចឹងរបៀបនៃការដាក់ជីណាហ្នឹងហើយអញ្ចឹងយើងកាប់វាបែបអញ្ចឹងណាគឺចម្រៅមកទឹកមកហើយជុំវិញគល់នឹងមកហើយចម្ងាយប្រហែលជា5ទឹកណា2គល់ដើម្បីយើងធ្វើការដាក់ជីតាមគល់ហ្នឹងណាហ្នឹងហើយមកគុំយើងអាចដាក់ត្រឹមកន្លះគីឡូទៅ1គីឡូណាសម្រាប់ចុងឆ្នាំគឺចុងចិត្តដាច់ទឹកភ្លៀងខែខ្ទង់ខែ10ខែ11អីយើងអាចធ្វើការដាក់វាទៅណាក្រូចវាមិនទាន់ទៅជាល្អច្រើនអញ្ចឹងយើងអាចធ្វើការបន្ថែមជីវាណាដើម្បីបានទទួលទិន្នផលសម្រាប់ទៅឆ្នាំខាងមុខណាអញ្ចឹងយើងត្រូវធ្វើការបំពន់ជីវាណាយើងគាស់ណាគាស់កលឹងជំវិញអញ្ចឹងមកហើយយើងធ្វើការដាក់វាទៅណាអញ្ចឹងយើងដាក់នេះមើលណានេះតើតងជីណាអញ្ចឹងយើងដើរមើលដើមវាបន្តិចទៅព្រោះដើមវារៀងចាស់ដែរហើយតែយើងមិនដែលបានដាក់ជីណាតែយើងមិនដែលបានដាក់ជីគឺវាដូចជាអត់មានផ្លែអញ្ចឹងយើងធ្វើការសាកដាក់ជីផ្លែក៏ផ្លែវាតិចតួចដែរណាបើយើងអត់បានបំពន់ជីវាអញ្ចឹងនៅក្នុងក្រូចហ្នឹងវាមានវារៀងស្ដុកបន្តិចដោយសារយើងមានចេកខ្លះហ្នឹងហើយយល់ល្អយើងអាចកម្ចាត់ចេកចេញកុំឲ្យទឹកក្រូចហ្នឹងវាច្រើនពេកណាចេកហ្នឹងវាច្រើនពេកវាស្ដុកអញ្ចឹងចេកហ្នឹងវាជួយជីដែរណាបាទអរគុណច្រើនបងប្អូនណាយើងអាចទស្សនាមើលកំសាន្តលេងបន្តិចទៅណាតាក់ទងទៅនឹងចំការក្រូចពោធិ៍សាត់ណាហ្នឹងហើយយើងអាចពិនិត្យមើលហើយគៀនហ្នឹងគៀនចំការខ្ញុំធ្វើការដាំក្រូចឆ្មាណាដាំក្រូចឆ្មាបានតែជា4ដល់20ដើមដែរនេះចិត្តមាត់ដណ្ដងយើងមានដាំខ្នុរមួយដើមដែរណាសម្រាប់ពេលផ្លែទៅយើងអាចធ្វើការបេះហូបបានណាដើមខ្នុរនេះធំក្រាន់ដែរ2ឆ្នាំហើយនេះមាត់ស្រះណាអញ្ចឹងជុំវិញមាត់ស្រះនេះយើងធ្វើការដាំចេកណាធ្វើការដាំចេកទៅណាព្រោះមិនដឹងធ្វើអីកើតយើងមានដាំចេកណាចឹងមិនមែនដេកចាំទេណាអញ្ចឹងរៀងស្មៅតិចដោយសារខ្ញុំអត់បានកាត់ស្មៅអញ្ចឹងខែប្រាំងឡើងយើងមានអីស្រោចស្រពណាគឺយើងមានម៉ាស៊ីនកញ្ចាស់នេះមួយណាសម្រាប់ធ្វើការស្រោចវាណាស្រោចស្រពហ្នឹងទៅយកតែ5ហ៊ុននេះចាស់ពីដើមគេហៅ5ហ៊ុនហ្នឹងអញ្ចឹងយើងអាចអូសស្រោចបានណានេះជាដើមក្រូចឆ្មាររយៈពេលវាដូចជាខ្ទង់ជិត10ឆ្នាំហើយណាក្រូចឆ្មារនេះអញ្ចឹងវាចាស់មែនទេហើយណាយើងអាចធ្វើការកាត់ចេញដាក់ថ្មីក៏បានដែរតែនេះខ្ញុំអត់មានពេលធ្វើការកាប់វាចោលអញ្ចឹងយើងទុកទៅបានដាក់ជីខ្លះអីខ្លះទៅគ្រាន់បានផ្លែបេះដែរអញ្ចឹងណាអញ្ចឹងយើងបើយល់ល្អយើងកុំឲ្យខ្ពស់ពេកនេះខ្ពស់ណាតែខ្ទង់3ទៅ4ម៉ែត្រណាចង់4ម៉ែត្រដើមវាអញ្ចឹងធំពេកក្នុងលំបាកក្នុងការបេះណាយើងប្រើតពួកវាពិបាកបេះតែយើងប្រើដៃទៅបេះវារៀងលឿនអញ្ចឹងណាហើយក្រូចពោធិ៍សាត់របស់យើងគឺនៅគៀននឹងដែរណាមានក្រូចពោធិ៍សាត់ខ្លះដែរណាអញ្ចឹងនៅក្នុងហ្នឹងមានខាងគៀនលបងនេះខ្ញុំធ្វើការដាក់ចេកណាដាក់ចេកហើយនឹងលាយក្រូចឆ្មាតូចខ្លះយើងចេះតែដាំឲ្យពេញទៅណាព្រោះដោយសារចំការយើងមានដើមយើងដាក់ដាំចោលទៅណាប្រមាណប្រមូលផលខ្លះសម្រាប់ព
บกวงมโหบาฮาจึงจะไม่กรอยอย่างกัดเจ้าเนี่ยกรอยจ่าวิจ่าเป้ใช้เบียตุนเต้ายังคือการกัดเจ้าเนี่ยให้ดามสะดอกอ่ะให้นี่กรอยมาดามดูเลยvề lúa hầm pong máu dân tộc tới là đam đua nó về ai nằm một dạng ai cắt chênh nhé xài dân tộc tầm pong các bạn này điểm pong xây chẳng là đam chán nó dạng ai cắt chênh đó pong xây ní ai chênh play màu ấy nè play chụp khỏi giờ sau miền trì này chứ nhân miền đam trọ bài nhưคือโรคดาเลยบริษัทยังอันบานถ่ายคือยังอันบานดัดถนนหรือก่อนบานรมนะยังนะสอยอหาลิงบาđây chân giờ ngọt bàn đặt nằm vậy nhé cái mé chân đầm tôm đám này chè nhé chân đi cái mé nhé trong vinh chân ai đã chia rụng đen gì ấy các bạn này nhé thì tập bài soi ở bà đấy nè thì tập bài đời xa dương ngọt bàn rộng vậy nhé sát áo chứ soi chào nhéตะไบเนี่ยปัวประเภทตะไบกรอบพลายทอมอ่ะพลายทอมเช่นนี้นี่ยังกระตุ้นเราโตอยู่พลายสันจะเป็นกระพลุนเจิงทอมเดี๋ยวสันยังสาวยังเราตีนี้ยังดักโรชมาแหมนี่กินละบอนี่ดอกนี่โดยใส่หอดบานกัดสแมวนี่ดอกอุ่นสัปดาห์ครอยหนึ่งเพื่อการกัดสมาร์ทเวียสอาร์ตนี่กระชมาเนี่ยอดล้อเต้ได้ใส่ยังอดบานถ่ายนะเมื่อตะเกาสีจังเวียกระชมายังเรียนประบะถ่ายได้เนี่ยได้ใส่ตะเกาเนี่ยยังตระการบานชวบนามเนี่ยจังยังกินระบองนี่ระบองนะกินเรียนระบองนี่ยังไอเพื่อการดักจีนี่ประเภทรมเดงเนี่ยยังไงยังเติมดำtình nắng đang tẹt tông tình năng trong vinh trong ca nè miền rồng đến nhé miền xí nhé rồng đến nè cái má là ngàyនេះchỉ kiên là bòn bao giờ nè chẳng miền tre trong vinh chẳng tàu nè chẳng ai thời ca luôn cặp hộp đây nè buồn đập phải cùng níคือយើងគ្រាន់បានកាប់ហូបដែរណាចេកហ្នឹងហើយវារៀងស្ដុកទេដោយថាយើងអត់បានលះសម្អាតទាំងសប្តាហ៍ក្រោយនឹងលះសម្អាតនឹងថតជូនបងប្អូនទស្សនាបន្ថែមទៀតបាទអរគុណច្រើន